របៀបជួសជាតិស្ករ បងនេះបងដាក់ យើងដោះក្បាលចេញដើម្បីដាក់ម្ជុលយកម្ជុលមកដោតចូលដោតនេះយើងដោតឲ្យលាន់ប៉ឹកណាទើបម្ជុលនេះវាជាប់បន្ទាប់មកទៀតយើងមួលក្បាលចេញដើម្បីឲ្យចេញនៅចុងម្ជុលនេះចេញបែបនេះហើយមួលក្បាលចូលវិញអូខេសម្រាប់ខ្ញុំគឺសូមដាក់ល្បឿនលេខ3ប៉ុណ្ណេះបន្ទាប់មកយើងត្រូវហែកស៊ីមដើម្បីដោតចូលម៉ាស៊ីនសម្រាប់ការតេស្តជាតិស្ករនេះគឺយើងអាចតេស្តដោយខ្លួនឯងនៅផ្ទះងាយអញ្ចឹងយើងដោតចូលណាដោតបែបនេះអូខេបន្ទាប់មកយើងចាប់ដើមទាញម្ជុលមកជួសឈាមហើយយើងសម្អាតបន្តិចទៅនេះកន្លែងចុចណាបាទមិនបាច់ភ័យបារម្ភទេអត់ឈឺទេយើងដាក់ចុងដៃមកចុងម្រាមហើយចុចនេះកាលណាបើមិនលឺប៉ាក់ទេយើងត្រូវទាញគូតណាទាញគូតបន្តិចមកអូខេចុចសារថ្មីនេះបែបនេះបានន័យថាការជួសឈាមនេះជោគជ័យអញ្ចឹងយើងច្របាច់ឲ្យចេញឈាមបន្តិចមកយកចុងស៊ីបមកដាក់នេះកំពុងតែដំណើរការជាតិស្ករ105ប៉ុណ្ណេះគឺអត់អីទេធ្វើតេស្តជាតិស្ករដោយខ្លួនឯង